ព្រឹកនេះខ្ញុំបានធ្វើម្ហូបមុខដែលខ្ញុំចូលចិត្តញ៉ាំមែនទែនពេលដែលខ្ញុំនៅក្មេងនោះគឺស្លជីឆាយរហូតដល់តែពេលនេះក៏ខ្ញុំនៅចូលចិត្តស្លមុខនឹងដែរចំពោះរបៀបដែលខ្ញុំធ្វើគឺថាខ្ញុំបំពងហ៊ូគីឬក៏ពពុះសណ្តែកនេះឲ្យវាក្រៀមមកល្មមឆ្អិនល្អទៅបន្ទាប់មកទៀតគ្រឿងផ្សំណាដែលរៀបចំគឺក្របហាលន្តើខ្ញុំយកវាទៅលាងជាមួយនឹងទឹកឲ្យជ្រះជាតិទឹករំអិលវាបន្ទាប់មកទុកម្ដងហើយសម្រាប់បន្លែវិញគឺខ្ញុំមានតែពីរមុខទេគឺបន្លែខ្ទឹមបារាំងហើយនិងការ៉ុតខ្ទឹមបារាំងគឺថាខ្ញុំចាត់វាជាចំណិតតូចៗបែបនេះបងប្អូនសម្រាប់ការ៉ុតវិញគឺខ្ញុំប្រើតែកូនផ្លែទូចមួយទេដាក់ដើម្បីវាមានពណ៌ល្អណាមួយការ៉ុតហ្នឹងក៏វាមានជាតិផ្អែមត្រូវជាមួយនឹងស្លនឹងផងដែរខ្ញុំកាត់វាជាចំណិតតូចៗហើយក៏ទុកវាម្ដុំទៅសម្រាប់ប្រភេទសាច់គឺខ្ញុំប្រើសាច់ជ្រូកនេះគឺខ្ញុំហាន់វាជាបន្ទះភាគច្រើនអ្នកខ្លះក៏គេអាចប្រើជាសាច់ជ្រូកច្រាំឬក៏ឆ្អឹងជ្រូកក៏ឆ្ងាញ់ដែរហើយសម្រាប់តែគល់គឺខ្ញុំប្រើតែម្ដុំតូចហ្នឹងទេខ្ញុំមានសម្ដុំក្នុងទូហើយខ្ញុំក៏យកវាមកលាយជាមួយនឹងស្លជីឆាយហ្នឹងហ្មងទៅស្លហ្នឹងដាក់តែគល់ហ្នឹងក៏ឆ្ងាញ់ឬក៏ដាក់អាតាហ៊ូទុននោះក៏ញ៉ាំឆ្ងាញ់ដែរចំពោះគ្រឿងផ្សំសំខាន់ក្នុងស្លហ្នឹងគឺអាសារ៉ាយខ្មៅនេះខ្ញុំចូលចិត្តញ៉ាំណាអាសារ៉ាយខ្មៅហ្នឹងបងប្អូនខ្ញុំយកវាមកហើយវាមកខ្ញុំប្រើវាពីរប្រទេសដើម្បីស្លមួយឆ្នាំងហ្នឹងដាក់ឲ្យច្រើនតិចក៏រៀងឆ្ងាញ់ដែរហើយហែកវាជាចំណិតតូចៗដើម្បីយកវាទៅលាងទឹកពួកឲ្យខ្លាចថាវាជាប់ខ្សាច់ជាប់អីអញ្ចឹងហើយខ្ញុំក៏ត្រាំទឹកវាបន្តិចហើយជ្រលក់សម្អាតវាបន្តិចទៅហើយស្រង់វាពូតទឹកចេញឲ្យអស់ទៅបន្តមកទៀតក៏រៀបចំច្រាមខ្ទឹមក៏ដូចជាយឺហឺដើម្បីឆាជាមួយនឹងសាច់បងប្អូនខ្លះគាត់ធ្វើបែបដាំទឹកក៏បានដែរប៉ុន្តែខ្ញុំចូលចិត្តញ៉ាំឆាដោយសារតែវាមានក្លិនឈ្ងុយខ្ទឹមក៏ដូចជាសាច់យើងអត់សូវក្លិនឆ្អាបហើយញ៉ាំឆ្ងាញ់បន្ទាប់មកខ្ញុំក៏ឆាខ្ទឹមហ្នឹងរហូតដល់តែវាមានក្លិនឈ្ងុយទៅទើបខ្ញុំចាក់ជាមួយនឹងសាច់ជ្រូកខ្ញុំចូលសម្រាប់សាច់ជ្រូកបងប្អូនប្រើជាមួយនឹងសាច់ជ្រូកលេខ្លាញ់តិចក៏ញ៉ាំឆ្ងាញ់ដែរគ្រឿងផ្សំដែលខ្ញុំដាក់គឺខ្ញុំបានដាក់ជាមួយនឹងម្សៅស៊ុបអំបិលពីស្លាបព្រាកូនតូចហ្នឹងបន្តមកប៊ីចេងបន្តិចម្រេចក៏ដូចជាស្ករត្នោតបន្តិចដែរកូរត្រឡប់វាចូលឡើងរហូតដល់តែវារាងឆ្អិនសាច់បន្តិចខ្ញុំក៏ចាក់ជាមួយនឹងយឺហឺចូលដាក់យឺហឺចូលទៅមានក្លិនឈ្ងុយហ្មងបន្តមកទៀតក៏ខ្ញុំមានទឹកក្តៅអញ្ចឹងដាក់ទឹកក្តៅទៅលឿនបងប្អូនចាក់ទឹកក្តៅចូលហើយមើលទៅវារាងពុះខ្លាំងបន្តិចខ្ញុំក៏ស្រង់អាពពុះខ្មៅហ្នឹងចេញហើយខ្ញុំក៏បន្ថែមជាមួយនឹងបន្លែណាដែលរឹងដូចជាការ៉ុតហើយមកទៀតខ្ញុំបន្ថែមជាមួយនឹងក្របហាលន្តើក៏ដូចជាសាច់តែគល់មិញដែលខ្ញុំកាត់វាជាចំណិតតូចហ្នឹងចាក់វាចូលមកបន្តមកទៀតក៏បន្ថែមជាមួយនឹងហ៊ូគីដែលខ្ញុំបានបំពងវាមកល្មមហ្នឹងហ៊ូគីញ៉ាំឆ្ងាញ់បងប្អូនជាមួយស្លជីឆាយឡើងស្វិតហ្មងហើយត្រឡប់វាឈុំវាមើលទៅវាឆ្អិនមកល្មមខ្ញុំក៏បន្ថែមជាមួយនឹងសារ៉ាយខ្ញុំចូលដាក់សារ៉ាយមកឡើងចុងពេញឆ្នាំងដោយសារតែខ្ញុំលោឆ្នាំងតូចគិតថាគ្រឿងផ្សំបន្តិចប៉ុន្តែដល់ពេលលោទៅឡើងចឹងពេញឆ្នាំងហ្មងបន្ទាប់មកខ្ញុំក៏បន្ថែមជាមួយនឹងខ្ទឹមបារាំងដោយសារតែវាឆាប់ផុយដែរអញ្ចឹងខ្ញុំដាក់ផាយចុងក្រោយគេដែរដាក់ទៅឈុំមើលតែខ្ទឹមបារាំងឆ្អិនមកល្មមខ្ញុំក៏បន្ថែមជាមួយនឹងលឹកខ្ទឹមដើម្បីមានក្លិនឈ្ងុយបើសិនជាបងប្អូនចង់ដាក់លឹកកញ្ឆៃអីក៏បានដែរផ្លុកពេញបងប្អូនខ្លះគាត់ប្រើលឹកកញ្ឆៃដែរចឹងឈុំវាតែប៉ុណ្្នឹងគឺរួចជាការស្រេចតែម្ដងចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណបងប្អូនដែលបានទស្សនាមានកំហុសឆ្គងឡើយណាសូមបងប្អូនអធិស្ឋានផង